บัดใส่ก็บัดเตอร์บัดโจเชียนช่างไงสำคัญนุ่มประจกประหัตไตรกลายอมมาจานตะใบปอนเตเนบซาปัวในข้างเสียมเรียบก็อ้อยตะบัดมอดยมอ้อยยำตะบ้านให้ปัวละบอเนนี่ทูทลายอ่ะเมียนใบปอนเมียนมาเมินนั่งเมียนมาเมินยำสั่งแต่มาคือรัวซาให้ปัวนุ่มประจกประหัตไตรกลายกอดนี่คือถ้าเชียนใบเตี้ยบันเชียนตอนเพียวกอดมาโรมติงกลายกอดมองปีล้างมาจานตะใบปอนเตยำตังปัวมึงอันนี้มาจานนี้ใบปอนเอายำสมดะบุญปอนเมื่อปันนะอ๋อดะซัดมั้งJangan tak boleh hujan hujan. ด่าบ่ด่าหมอม Meriah. เล็กเนี่ยหมอมอะไร Meriah tak hok je. Ni ABC ហើយ ไอ้เหี้ยចឹងមិនថារបស់ញ៉ាំនៅផ្សារពួកនេះគឺធូថ្លៃនិយាយទៅគឺអ្នកសៀមរាបលក់សាបូរបស់ធូថ្លៃឲ្យតែរបរលក្ខណៈគ្រួសារតាមផ្លូវតាមអីសាមញ្ញដូចជាក់ស្ដែងកន្លែងនំបញ្ចុកប្រហិតត្រីយាយម៉ៅអូយកូនចៅគាត់ជៀនត្រីជៀនប្រហិតត្រីនេះជៀនមិនសឹងតន់រុំជាមួយនឹងសដៃគួភ្លាមជៀនភ្លាមក្តៅញ៉ាំទៅឆ្ងាញ់ណាស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនតម្លៃសមរម្យមែនប៉ុន្តែប្រហិតត្រីរបស់គាត់នេះគាត់ប្រើប្រហិតត្រីស្រស់ភ្លាមជៀនភ្លាមក្តៅអ្នកញ៉ាំចូលចិត្តមែនតើដោយសារតាអ្នកនៅផ្សារពួកខ្ញុំជឿថាស្គាល់អ៊ំច្បាស់ណាស់អ៊ំលក់មកយូរឆ្នាំហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាមួយជាអ្នកដែលធ្លាប់ញ៉ាំប្រហិតនៅកន្លែងអ៊ំជួយខមមិនមកអញ្ចឹងបានថាលក់ដូរពុកម៉ែបងប្អូនត្រូវច្បាស់ពួកអីរបរគ្រួសារដែលមិនមានជួលទីតាំងអស់ថ្លៃអស់អីនេះឲ្យតែថាផ្ដោតលើរសជាតិហើយព្យាយាមលក់ដូរឲ្យមើលទៅមានភាពសាមញ្ញប៉ុន្តែសម្បើមដោយកន្លែងអ៊ំអញ្ចឹងជៀនប្រហិតត្រីជៀនណាកអញ្ចឹងមកឲ្យដាក់តម្លៃធូរថ្លៃធ្វើទឹកជាលក់ទឹកត្រីឲ្យឆ្ងាញ់មករសជាតិឲ្យពិសេសលក់ដឹងតែដាច់ដោយកន្លែងអ៊ំជាក់ស្ដែងអញ្ចឹងគ្មានអីអស់ចាអីទេប៉ុន្តែភាពសាមញ្ញបូកផ្សំជាមួយនឹងតម្លៃធូរថ្លៃរសជាតិទទួលយកបានមិនខ្វះទេមួយពួកអីអ្នកដែលនៅតាមស្រុកភូមិតាមខេត្តតាមអីចេះយើងចង់បានរបស់ទូថ្លៃព្រោះយើងមិនទៅមានចំណូលអីណាចាយមកពេល10000 20000អីទេជាទូទៅក្រោម10000ហ្នឹងដឹងតែភាគច្រើនលក់ដាច់ឯងដោយកន្លែងអ៊ំអញ្ចឹងតម្លៃគាត់3000 4000មានអ្នកខ្លះ100 1500ទៀតក៏មានដែរអ៊ំថាអញ្ចឹងមិនថាធូរថ្លៃយកតែមែនតែនពុកម៉ែបងប្អូនបើនិយាយសួរស្ដាប់បរទេស$1គាត់ញ៉ាំតឹងពោះអញ្ចឹងជាមួយនឹងរបស់នេះពេលខ្លះរបស់ហាងមិនដល់ទេគាត់ថាកន្លែងគាត់វាមិនទៅអាណាម័យអីដូចគេអ្នកហាងអីទេព្រោះគាត់សាមញ្ញភាពសាមញ្ញតាមចើមផ្លូវសាមញ្ញងាយអ៊ំលក្ខណៈគ្រួសារឈ្មោះយាយម៉ៅអ៊ំអញ្ចឹងសម្រាប់អ៊ំគឺគាត់ជំនាញមែនតើក្នុងការលក់ប្រហិតត្រីរបស់គាត់នេះមិនមែនលក់តិចឆ្នាំទេអ៊ំថាអ៊ំមកជាមួយរបរនេះធ្លាប់តែប៉ុណ្្នឹងហើយអញ្ចឹងឲ្យអ៊ំល្បីមិនមានអ្នកមកថតច្រើនប៉ុណ្ណាឲ្យឡើងថ្លៃអ៊ំឡើងអត់រួចដោយសារតែអីអ្នកនៅតាមស្រុកតាមភូមិជាទូទៅអ៊ំថាអូមានតែអ្នកខ្លះ100 1500 2000ទេក៏មានដែរក្មួយអើយគ្មានតឡើងឯណាដូចគេបានទេយើងតឡើងឯណាព្រោះអ្នកស្រុកអ្នកភូមិយើងគាត់ចំណូលតែប៉ុណ្្នឹងទៅហើយអញ្ចឹងបាទខ្ញុំថាសំខាន់អ្នកលក់ព្យាយាមស្មោះត្រង់មិនចង់ចំណេញអីច្រើនហួសហេតុពេកឲ្យតែល្មមលក់សុខចិត្តលក់ឲ្យដាច់បានច្រើនវិញក៏មួយយ៉ាងដែរមិនខ្វះទេភ្ញៀវអញ្ចឹងមួយបែបម្នាក់ប៉ុន្តែអ៊ំក៏គាត់រស់រាយរាក់ទាក់ដែរណាមិនមែនលក់ដាច់ឲ្យខ្មើសម្ដីខ្មើទេអានេះអ្វីដែលខ្ញុំឃើញឲ្យជ្រក់គាត់មួយថ្ងៃទាំងធុងប្រហិតត្រីវិញទាំងឡាំងយកមកជៀនណាអញ្ចឹងមិនធម្មតាទេកន្លែងគាត់នេះភ្ញៀវមករោមឡើងចិត្តតែម្ដងនឹងកែងផ្សារពួកហ្នឹងលក់ចាប់ពីម៉ោង1ថ្ងៃរហូតដល់ម៉ោងប្រហែលគាត់រសៀលដល់ល្ងាចបន្តិចអស់ហើយអញ្ចឹងអ៊ំថាអស់ស្មល់ណាគឺស្មល់ហ្នឹងហើយសំខាន់នេះខ្ញុំទិញគាត់3000ហើយថែម1000មកសាច់យកឡើងបឹបមួយចានហើយអូយសាច់ច្រើនមែនតើអ៊ំខ្ញុំទៅសើគាត់លក់តម្លៃប៉ុណ្្នឹងណានំបញ្ចុកហើយសាច់ត្រីម្លេះយើងញ៉ាំខ្ញុំញ៉ាំភាគច្រើនញ៉ាំតែប្រហិតហ្នឹងប្រហិតគាត់ឆ្ងាញ់មែនប្រហិតគាត់ក្តៅភ្លាមដោយសារតែវាថ្មីវាស្រស់ជៀនភ្លាមអញ្ចឹងទៅគឺត្រូវចិត្តខ្ញុំមែនតើហើយមកទេសអីដាក់ជ្រក់ដាក់អីមកចូលជាតិមួយយ៉ាងរបស់គាត់ទៅអញ្ចឹងកុំភ្លេចណាជីកាត់ផ្សារពួកចូលសាកកន្លែងអ៊ំពេលថ្ងៃឡើងបាយ